បើចង់បានប្រពន្ធត្រូវចេះលះបង់ស្រាប្តីប្រពន្ធយកមកដើម្បីផ្ដល់កម្លាំងចិត្តឲ្យគ្នាមិនមែនយកមកដើម្បីធ្វើបាបចិត្តគ្នានោះទេហត់នឹងចាប់ផ្ដើមសារជាថ្មីហើយក៏លែងចង់ជួបអារម្មណ៍បែកបាក់ទៀតដែរប្រពន្ធជាអ្នកដតីមិនមែនជាបងប្អូនមិនជាប់សាច់ឈាមប្តីសូម្បីតែបន្តិចតែមានប្រពន្ធខ្លះសុកចិត្តចោលគ្រួសារតាមប្តីបារម្ភអាណិតស្រឡាញ់យកចិត្តទុកដាក់ធ្វើគ្រប់យ៉ាងដើម្បីប្តីហើយកូនស្ងួនពិសីមុននឹងយកប្តីត្រូវរៀបចរិយាឲ្យបានសមសួនតាមក្បួនតម្រាជាតិជាមេដាមិនដែលអល់ឯកប្តីដែលកូនរើសត្រូវតែជាមនុស្សចិត្តជាសន្តោសគ្រប់គ្នាទើបរស់ប្រពៃបើប៉ះប្រុសយ៉ាប់ប្រដាប់គិតក៏ខ្លីកូនស្រីលោកលេងដកខ្លួនឲ្យឆ្ងាយឋានៈគេសុតអុកញ៉ានៅតែគេផុសរូបប្រពន្ធកូនសម្បត្តិឯងត្រឹមរាសសាមញ្ញមិនហ៊ានផុសទេខ្លាចគេដឹងធ្វើមើលតែខ្លួនឯងមនុស្សភពផ្កាយប្តីប្រពន្ធធ្វើការក្រៅដូចគ្នាតែមកដល់ផ្ទះវិញប្រពន្ធត្រូវរ៉ាប់រងផ្ទះសម្បែងបាយទឹករលឹកខោអាវប្តីវិញមកដល់ផ្ទះផ្លាស់ខោអាវអង្គុយចុចទូរស័ព្ទតើស្ត្រីត្រូវទទួលខុសត្រូវការងារសពបែបយ៉ាងដូចនេះឬបើអាចប្តីជួយលាងចានខ្លះបានទេនេះគ្រាន់ជាជ្រុងមួយនៃគ្រួសារប៉ុណ្ណោះមិនគ្រួសារទាំងអស់ប្តីធ្វើបែបនេះឡើយមនុស្សប្រុសអាចយកប្រពន្ធក្មេងញែកញក់លេងសើចច្រើនតែមនុស្សស្រីមិនអាចយកប្តីចរិតក្មេងស្ទាវលេងសើចច្រើនឥតបានការមិនចេះគិតអ្វីនោះឡើយប្រុសខ្លះចាស់តែអាយុទេរីឯការគិតការធ្វើយ៉ាប់ជាងក្មេងទៅទៀតជ្រើសរើសដៃគូអនាគតសូមមើលទៅលើចរិតកុំមើលទៅលើអាយុពេកប្រកាសណាស់ខ្ញុំលេខលក់លេងសើចច្រើនមែនតែលេងសើចក៏មើលស្ថានភាពមនុស្សដែរតែបើរឿងអនាគតប្តីខ្ញុំត្រូវតែចេះគិតមានគំនិតជាងខ្ញុំមានគោលដៅច្បាស់លាស់ចេះដឹងគុណឪពុកម្ដាយមានឆន្ទៈខ្ពស់កុំព្រោះតែខ្លួនឯងជួបភាពឈឺចាប់នៃជីវិតគូហើយក៏បង្កើតមាតិកាញុះញង់ឲ្យមានការរើសអើងស្អប់ខ្ពើមដល់គូដទៃទៀតព្រោះមនុស្សមិនដូចគ្នានោះទេជួនកាលភរិយាគេមានចរិតនិស្ស័យខុសពីយើងថ្ងៃខួបកំណើតកូនតើប្តីគ្រប់រូបនឹកឃើញអ្វីមុនគេដែលនឹកឃើញប្រពន្ធទេដែលអរគុណប្រពន្ធដែលហែលឆ្លងខ្យល់ព្យុះស្ទើរអស់ជីវិតទេប្រហែលអត់ទេយកលុយប្តីអស់ហើយចង់បានកាដូទៀតតែតាមពិតជីវិតគ្រួសារប្តីប្រពន្ធតោងឲ្យមានការយោគយល់អធ្យាស្រ័យគ្នាវាមិនសំខាន់ទៅលើកាដូពេកនោះទេមុនពេលរៀបការអត់ហ៊ាននិយាយរឿងលុយទេក្រែងចិត្តប៉ុន្តែដល់ពេលការហើយប្រយ័ត្នឆ្លោះគ្នារឿងលុយហ្នឹងម្ល៉េះហើយជជែកគ្នាឲ្យបានច្បាស់លាស់ពេលឆ្លោះពេលអន់ចិត្តនឹងគ្នារឿងអ្វីមួយកុំភ្លេចនឹកដល់ពេលចាប់ផ្ដើមពេលដែលស្រឡាញ់គ្នាខ្លាំងព្រោះទម្រាំមកដល់ពេលនេះខំចំណាយពេលវេលាលះបង់ឲ្យគ្នាច្រើនណាស់ផ្កាស្លាមិនថ្លៃដូចកុលាបមិនក្រអូបដូចផ្កាម្លិះមិនអស្ចារ្យដូចផ្កាដតីតែផ្កាស្លាមានតម្លៃនិងអត្ថន័យជ្រាលជ្រៅចំពោះមនុស្សស្រីពេលដែលអ្នកយកទៅជូននាងនៅមុខចាស់ទុំញាតិមិត្តបងប្អូននិងគ្រួសាររបស់នាងពុំចាំបាច់មានកម្មវិធីធំដុំអីពេកនោះទេសំខាន់ម៉ែឪទាំងសងខាងដឹងឮស្របតាមច្បាប់ហើយចេះស្រឡាញ់គ្នាផ្ដល់តម្លៃឲ្យគ្នាគឺគ្រប់គ្រាន់និងមានក្តីសុខហើយយកប្តីស្អាតពេកខ្លាចក្រែងទឹកភ្នែកថ្ងៃក្រោយមិនខានស៊ូរៀងអាក្រក់ឲ្យតែចិត្តបានពៅរស់ស្រួលប្រានរស់បានក្តីសុខប្រពន្ធឆើតជ្រុលខ្លាចនាំអំពុលយំទារំអុកព្រឹកឡើងមិនទាន់គិតតែផាត់មុខគ្មានឡើយក្តីសុខមិនចេះរកស៊ីរៀបការតាមជីវភាពយើងមិនបាច់ហឺហាពេកនោះទេទុកលុយខ្លះចាប់ដៃគ្នារកស៊ីទើបមានបានពិតឪពុកម្ដាយមានសិទ្ធិជ្រើសរើសគូជីវិតថ្មីបានតែកូនគ្មានសិទ្ធិរើសឪពុកម្ដាយថ្មីបាននោះទេប្រុសសូមចាំថាកុំសូវឲ្យតម្លៃអ្នកដទៃល្អជាងប្រពន្ធកូនខ្លួនឯងពេកប្តីមិនផឹកស្រាប្តីខំប្រឹងធ្វើការដើម្បីប្រពន្ធនេះគឺជាប្តីល្អដែលនារីគ្រប់រូបប្រាថ្នាចង់បានស្នេហាមិនចាំបាច់តែត្រូវនៅក្បែរគ្នារហូតនោះទេអាចបែកគ្នាខ្លះជុំគ្នាខ្លះសុំតែកុំទាញអ្នកទី3មកថែមទៅគឺគ្រប់គ្រាន់ហើយមនុស្សស្រីមានប្តីហើយតែប្តីមិនអាចធ្វើជាទីពឹងសម្រាប់គ្រួសារបានជីវិតស្ត្រីនោះមិនខុសពីស្ត្រីមេម៉ាយនោះទេ
សម័យនេះអ្នកណាច្បាស់លាស់នារីនឹងយកបរោះនោះហើយពេលខ្លះការជួបគ្នាគឺគ្រាន់តែជាការដោះនៅកម្មដែលជំពាក់គ្នាពីជាតិមុនតែប៉ុណ្ណោះពេលសងរួចក៏ដើរចេញរៀងខ្លួនទៅជ្រើសរើសមនុស្សដែលមានទឹកចិត្តដឹងពីតួនាទីខឹងតែមិនទុកអ្នកចោលទើបមិនហត់នឿយក្នុងជីវិតប្តីដែលខ្លាចប្រពន្ធច្រើនតែរុងរឿងប្តីដែលមិនខ្លាចប្រពន្ធនោះច្រើនតែហិនហោចមនុស្សស្រីដាច់ខាតមិនយកមនុស្សប្រុសអន់ជាងខ្លួនមកធ្វើជាប្តីនោះឡើយផ្ដាំដល់ប្តីមួយចំនួនតូចបើមានប្រពន្ធហើយផ្ដល់តម្លៃឲ្យប្រពន្ធខ្លះផងមនុស្សដែលខ្ញុំត្រូវការមិនមែនជាមនុស្សដែលអស្ចារ្យក្នុងខ្សែភ្នែកមនុស្សគ្រប់គ្នាទេតែជាមនុស្សដែលអាចធ្វើឲ្យខ្ញុំមានអារម្មណ៍ថាកក់ក្ដៅបានព្រឹកឆាប់ចេញប្រលប់ឆាប់ចូលប្រពន្ធខលឆាប់លើកមិនមែនជាការដាក់កំហិតតែក្តីបារម្ភមានតែអ្នកចាំផ្លូវទេទើបដឹងថាអន្ទះសារកម្រិតណាពាក្យថាជីវិតគូគឺកើតឡើងពីមនុស្សពីរនាក់ចេះយល់ចិត្តគ្នាស្រឡាញ់គ្នាធ្វើដើម្បីគ្នាបំពេញបំណងឲ្យគ្នាកំដរគ្នារួមសុខរួមទុក្ខជាមួយគ្នាប្រពន្ធគឺជាហុងស៊ុយក្នុងផ្ទះបរិះវ័យឆ្លាតគឺជាបរិះដែលស្រឡាញ់ហើយស្មោះត្រង់ជាមួយប្រពន្ធមានលុយត្រឹមតែ$200ឬ$300ក៏អាចភ្ជាប់ពាក្យបានដែរគ្រាន់តែភ្ជាប់ពាក្យជាមួយនាងដើម្បីបង្ហាញពីភាពច្បាស់លាស់សិនសល់ពេលវេលាសុំម្ដាយខាងស្រី1ឆ្នាំឬ2ឆ្នាំដើម្បីរកលុយការក៏វាមិនទាន់ហួសពេលដែរប្តីល្អទុកប្រពន្ធកូនសំខាន់ជាងស្រីនិងស្រាប្តីអស្ចារ្យទុកគ្រួសារសំខាន់ជាងមិត្តភក្តិមិនឆាតទៅមិនមែនមិននឹកតែមកពីខ្លាចរំខានមនុស្សស្រីខូចចិត្តបំផុតគឺនៅពេលដឹងថាអ្វីដែលនាងធ្វើដើម្បីអ្នកកន្លងមកគ្មានតម្លៃអ្វីទាំងអស់មិនមែនមានកម្មវិធីធំទើបមានកិត្តិយសនោះទេសាមញ្ញក៏មានតម្លៃដែរសំខាន់ចេះគោរពប្រពៃណីធ្វើឲ្យយើងសប្បាយចិត្តមុនស្នេហ៍មនុស្សស្រីក្រៅពីអត្តចរិតគឺស្នាដៃធ្វើម្ហូបមនុស្សស្រីចូលចិត្តបរិះណាធ្វើឲ្យនាងនៅក្បែរហើយមានអារម្មណ៍ថាមានតម្លៃជ្រើសចរិតមិនមែនមុខព្រោះមុខអាចប្រែប្រួលតែចរិតគឺជាអ្វីដែលអ្នកត្រូវរស់នៅជាមួយគ្នាអស់មួយជីវិតការដែលទុកប្រពន្ធឲ្យនៅឯកាស្មើនឹងអ្នកបង្រៀននាងឲ្យចេះរស់នៅដោយគ្មានប្តីវ័យកាន់តែច្រើនក៏មានអារម្មណ៍ថាចង់នៅជាមួយមនុស្សម្នាក់ឲ្យបានយូរព្រោះមិនចង់ចាប់ផ្ដើមថ្មីម្ដងហើយម្ដងទៀតនោះទេការមានគ្រួសារមួយដែលកក់ក្ដៅទើបជារឿងល្អនិងជាសុភមង្គលពិតប្រាកដមនុស្សស្រីរឹងមាំតែងតែគ្មានសំណាងទទួលបានការថ្នាក់ថ្នមនិងយកចិត្តទុកដាក់ពីអ្នកណាម្នាក់ក្តីសុខនៅក្នុងជីវិតអាពាហ៍ពិពាហ៍មិនមែនត្រឹមតែជារឿងរបស់មនុស្សពីរនាក់នោះទេប៉ុន្តែវាជារឿងរបស់មនុស្សពីរគ្រួសារទង្វើរបស់អ្នកបានធ្វើឲ្យខ្ញុំខកចិត្តម្ដងបន្តិចមិនយូរទេខ្ញុំនឹងដើរចេញប្តីល្អព្រមឲ្យយើងកាន់លុយគ្រប់កាក់គ្រប់សេនហើយចាំសុំពីយើងចាយតាមក្រោយវិញបណ្ដាប្រពន្ធអន់ណាស់មែនទេបានជាប្តីខ្លះមិនចង់នាំប្រពន្ធចេញក្រៅទៅកម្មវិធីឬដើរលេងជួបជុំបងប្អូននិងមិត្តភក្តិទ្រព្យសម្បត្តិដែលធំបំផុតរបស់មនុស្សប្រុសនោះគឺការជ្រើសរើសប្រពន្ធត្រូវប្តីមួយចំនួនអាចហាមាត់សរសើរប្រពន្ធគេអាណិតប្រពន្ធគេតែមើលរំលងប្រពន្ធខ្លួនឯងខំធ្វើឲ្យសើចរាល់ថ្ងៃអត់ស្រឡាញ់ទេទៅស្រឡាញ់អ្នកធ្វើឲ្យយំរាល់ថ្ងៃវិញប្តីខ្ញុំគាត់មិនសូវចេះទិញអ្វីឲ្យខ្ញុំតែបើខ្ញុំចង់ទិញអ្វីគាត់មិនដែលប្រកែកឡើយបានប្តីសង្ហាប៉ុណ្ណាក៏មិនស្មើបានប្តីដែលល្អចេះយល់ចិត្តស្មោះត្រង់នឹងប្រពន្ធកូនឡើយមួយឆាកជីវិតរបស់ស្ត្រីខ្មែរនរណាក៏ចង់រៀបការក្រាបក្បាលដល់កន្ទេលដែរជាប្តីប្រពន្ធនឹងគ្នាសូម្បីតែសម្រាប់ជើងសម្លេងឡានម៉ូតូប្តីចូលផ្ទះក៏មានញៀនឲ្យហេតុដឹងមុនដែរប្តីពេលបានសប្បាយច្រើនតែភ្លេចមុខប្រពន្ធពេលមានទុក្ខធ្ងន់នឹកប្រពន្ធមុនគេ
ប្តីល្អកុំខ្លាចគេថាអន់ព្រោះតែបោកខោអាវនិងលាងចានទោះខឹងតែនៅក្នុងចិត្តរបស់ប្រពន្ធគឺនៅតែនឹកនៅតែគិតនិងបារម្ភខ្វល់ខ្វាយពីប្តីគ្រប់ពេលទាំងអស់ប្រពន្ធស្រឡាញ់ប្តីដោយទឹកចិត្តសុំកុំសងនាងវិញដោយទឹកភ្នែកប្តីប្រពន្ធតែឈ្មោះប៉ុន្តែទូរស័ព្ទដាក់ password គ្រប់កម្មវិធីហាមប៉ះក្តីស្រឡាញ់ដែលគង់វង្សគឺចាប់ផ្ដើមពីទង្វើតិចតួចតូចតាចផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមកប្រពន្ធល្អចេះទុកកិត្តិយសឲ្យស្វាមីទោះយ៉ាងណាមានបញ្ហាមកដល់ផ្ទះចាំដោះស្រាយយកប្តីចាស់ប្រសើរជាជាងយកប្តីគេហេតុអ្វីលោកប្តីមួយចំនួនចាំបាច់ក្បត់ប្រពន្ធដឹងទេថានាងឈឺចាប់បានម្ដាយក្មេកល្អជាបុណ្យសំណាងរបស់មនុស្សស្រីប្រពន្ធគឺជាដុំពេជ្រស្រីគឺជាដុំថ្មប្រពន្ធស្រឡាញ់តែប្តីស្រីស្រឡាញ់តែលុយដើរផឹកជាប្តីទៅចូលរួមកម្មវិធីសប្បាយក្អាកក្អាយក៏ជាប្តីតែពេលកូនឈឺទៅពេទ្យគឺប្រពន្ធសុខចិត្តធ្វើជាព្រះនាងរបស់ប្តីចរិតល្អប្រសើរជាងធ្វើទាសករប្តីរូបស្អាតប្តីខ្លះប្រពន្ធខ្លួនឯងហាមាត់សរសើរមិនរួចទេតែបើប្រពន្ធគេមើលឲ្យឡើងចំហមាត់ប្តីធ្វើការហត់អាចសម្រាកបានប៉ុន្តែប្រពន្ធមើលកូនហត់មិនអាចសម្រាកបានទេលោកប្តីទាំងឡាយគួរយល់ផងដោយសារពាក្យថាខ្លាចកូនអត់ឪហៅទើបខ្ញុំទ្រាំរហូតដល់ពេលនេះមានប្តីត្រូវឲ្យប្តីចិញ្ចឹមបើមានប្តីហើយរកស៊ីចិញ្ចឹមខ្លួនឯងចាំបាច់មានប្តីមកធ្វើអីប្តីល្អទោះបីនៅឆ្ងាយប្រពន្ធកូនយ៉ាងណាក៏ចិត្តនៅតែនឹកប្រពន្ធកូនជានិច្ចបានប្រពន្ធដែលព្រមរស់នៅជាមួយគ្នាគ្រប់កាលៈទេសៈគឺសំណាងបំផុតហើយទុកធំរបស់ស្ត្រីគឺប្តីលាក់លុយនិងលាក់មិនឲ្យស្គាល់លេខកូដទូរស័ព្ទស្រឡាញ់ស្រាកុំភ្លេចប្រពន្ធប្រយ័ត្នទុកធ្ងន់ប្រពន្ធលែងចោលប្តីប្រពន្ធកុំត្រចៀកសអាក្រក់ល្អសួរនាំគ្នាសិនកុំចេះតែជឿពាក្យអ្នកដទៃដើម្បីប្តីដើម្បីកូនទឹកចិត្តជាប្រពន្ធទោះបីហត់នឿយខ្លាំងប៉ុណ្ណាក៏មិនរុញរាដែរជាប្តីប្រពន្ធត្រូវប្រឹងថែរក្សាគ្នាស្មោះត្រង់នឹងគ្នាឲ្យអស់ពីដួងចិត្តកុំស្ដាប់សម្ដីអ្នកដទៃច្រើនពេកបើសិនជានាងមានបង្អែកដែលអាចផ្អែកបានដោយស្ងប់សុខគ្មានមនុស្សស្រីឯណាចង់ធ្វើខ្លួនជានារីរឹងមាំទេវាពិតជាហត់នឿយខ្លាំងណាស់ប្រពន្ធប្តីពូកែឆ្លោះគ្នារាសីមិនខ្ពស់យុះមិនឡើងឡើយមនុស្សប្រុសមិនចេះប្រច័ណ្ឌមិនមែនមិនស្រឡាញ់ប្រពន្ធនោះទេគ្រាន់តែគេចេះទប់អារម្មណ៍មនុស្សស្រីនៅចាំផ្ទះធ្វើការផ្ទះហត់ខ្លាំងណាស់ហើយមកត្រូវគេថាគ្មានបានការទៀតស្ដីពីមុខថាពីក្រោយជីវិតប្តីប្រពន្ធកុំនិយាយពាក្យថាលែងលះងាយងាយពេកសូមនឹកដល់គ្រាផ្អែមល្ហែមផងរើសស្វាមីប្រៀបដូចជាការរើសបង្គោលផ្អែកបើបង្គោលនោះរឹងមាំអ្នកនឹងថ្កុំថ្កើងតែបើបង្គោលនោះពុកល្អតែសម្បកក្រៅពេលផ្អែកទៅអ្នកច្បាស់ជាដួលរលំមិនខានគ្មានកន្លែងណាកក់ក្ដៅជាងទ្រូងប្តីនោះទេសង្ឃឹមថាទ្រូងមួយនេះនឹងផ្ដល់ភាពកក់ក្ដៅឲ្យនាងពេញមួយជីវិតកុំឲ្យតម្លៃអ្នកដទៃច្រើនជាងប្តីប្រពន្ធខ្លួនឯងទោះអ្នកផ្សេងល្អប៉ុណ្ណាក៏ដោយក៏មិនដូចគ្រួសារយើងដែរប្តីប្រពន្ធកុំស្រឡាញ់គ្នាដើម្បីឲ្យអ្នកដទៃមើលមកថាល្អមើលតែត្រូវស្រឡាញ់គ្នាដើម្បីឲ្យជីវិតគ្រួសារមានសុភមង្គលចង់រកស៊ីធូរកុំឆ្លោះជាមួយប្រពន្ធចង់សល់ទ្រព្យធនកុំឆ្លក់នឹងស្រីចង់មានសេរីកុំផ្គាប់អ្នកដទៃច្រើនជាងគ្រួសារអន់ចិត្តនឹងប្តីប្រាប់ប្តីប្តីធ្វើខុសអីប្រាប់ប្តីកុំប្រាប់ Facebook កុំធ្វើជាប្តីដែលសម្រាប់មិត្តភ័ក្តិគឺទំនេរតែគ្មានពេលសម្រាប់ប្រពន្ធកូនរើសបរោះដែលចេះធ្វើការគ្មានសៅរ៍អាទិត្យទោះបច្ចុប្បន្នគេនៅលំបាក
តែអនាគតគេនឹងក្លាយជាជំហរនៃគ្រួសារមនុស្សប្រុសមួយចំនួនដើម្បីមិត្តភ័ក្តិសុខចិត្តចោលប្រពន្ធកូនតែមនុស្សស្រីដើម្បីប្តីនឹងកូនសុខចិត្តចោលមិត្តភ័ក្តិធ្លាប់រាប់អានស្រឡាញ់គ្នាចង់រស់នៅជាមួយគ្នាគួរតែសម្របខ្លួនម្នាក់បន្តិចអ្វីដែលថយបានគួរតែថយអ្វីដែលអត់ឱនបានគួរតែអត់ឱន